រឿងមហាសីរបស់ស្ដេចនាគភាគទី3ហើយមុននឹងចូលទៅដល់សាច់រឿងសូមអ្នកទាំងអស់គ្នាជួយចុច like និង comment ហើយជាឱកាសខ្ញុំម្នាក់មួយផងដោយសារតែនេះគឺជាកម្លាំងចិត្តដើម្បីឲ្យខ្ញុំសម្រាប់រឿងនេះតទៅមុខទៀតណាអ្នកទាំងអស់គ្នាចឹងហើយកុំឲ្យសាំដបាយយូរតែយើងចូលទៅដល់សាច់រឿងតែម្ដងទៅសាច់រឿងក៏តវិភាគមុននៅត្រង់កន្លែងដែលទូស្រីរបស់យើងកំពុងតែឃើញថាមានការរំកិលយ៉ាងខ្លាំងនាងក៏បានមើលតាមមុខមួយហើយក៏ឃើញសត្វនាងជាច្រើនកំពុងតែមានវិមានទាំងមូលហើយពេលនោះថែមទាំងសម្លាប់មនុស្សអស់ជាច្រើននាក់ទៀតផងបន្ទាប់មកបរិយាកាសនៅទីនោះពោរពេញទៅដោយភ្លើងឆាបឆាយពេលនោះស្រាប់តែមានបុរសម្នាក់ជិះសេះមកហើយបន្ទាប់មកក៏លើកូនទាហានតូចម្នាក់និយាយថានេះគឺជាមនុស្សរបស់តាយ៉ាមនុស្សរបស់តាយ៉ាវេលោកហើយក៏លេចចេញនៅលំពែងមួយនៅពេលនោះបុរសម្នាក់ដែលជិះនៅកាន់លំពែងមើលទៅដូចជាមានអំណាចខ្លាំងណាស់ហើយគេក៏បានជិះសេះចូលទៅក្នុងវិមានមួយនោះនៅពេលនោះគឺពោរពេញទៅដោយការកាប់សម្លាប់គ្នាយ៉ាងសាហាវឃោរឃៅជាទីបំផុតនៅពេលនោះបុរសដែលបានជិះសេះមកនោះគេក៏បានបង្អង់សេះនៅពេលដែលគេឈប់នៅកន្លែងមួយដែលមានកូនទាហានស្លូតត្រង់ម្នាក់កំពុងតែរត់ហើយនិយាយអង្វរគេថាទុកជីវិតឲ្យខ្ញុំផងតែគេមិនបានស្ដាប់នោះទេគេក៏បានទាញលំពែងរបស់គេសម្រាប់ទៅកាន់កូនទាហាននោះយ៉ាងគ្មានធម៌មេត្តាជាទីបំផុតហើយសកម្មភាពទាំងអស់នេះត្រូវបានទូតស្រីរបស់យើងមើលឃើញហើយនាងមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងដោយសារតែកែវភ្នែករបស់នាងគឺបានប្រសពជាមួយនឹងកែវភ្នែករបស់បុរសកំណាចម្នាក់នោះហើយនៅពេលនោះទូស្រីយើងភ័យខ្លាំងមែនទែនក៏បានអង្គុយអោនចុះវិញហើយក៏បានព្យាយាមបិទមាត់ដើម្បីកុំឲ្យឮសំឡេងហើយនៅពេលនោះបុរសម្នាក់នោះក៏បានដករបាំងមុខរបស់គាត់ចេញហើយគាត់ក៏និយាយថាអ្នកដែលហ៊ានប្រមាថប៉ះពាល់ដល់តាយ៉ាដុតពួកវាចោលទាំងអស់ពេលនោះមានកូនទាហានម្នាក់រាយការណ៍មកកាន់អ្នកស្រីមុខដ៏សាច់កញ្ចាស់នោះប្រាប់ថាជញ្ជាំងប្រាសាទបានដួលរលំហើយអូទេគឺរលាយតែម្ដងមើលទៅគេមានបំណងបំផ្លាញពួកយើងឲ្យផុយពូជតែម្ដងហើយអ្នកស្រីកញ្ចាស់ម្នាក់នោះគ្រាន់តែលើបែបនឹងហើយស្លុតឆាជាខ្លាំងហើយក៏បាននិយាយទៅកាន់កូនទាហានម្នាក់នោះវិញថាម៉េចឆាប់ទៅប្រាប់គេទៅថាយើងព្រមចែកចាយហើយឆាប់ទៅលើទូរស័ព្ទជាសញ្ញាទៅឆាប់ទៅឥឡូវនេះភ្លាមទៅហើយនៅពេលឆ្លៀតពេលដែលគេកំពុងតែវឹកវរទូសាយើងក៏បានគិតថាខ្ញុំគួរតែឆ្លៀតឱកាសនេះរត់ចេញហើយដោយសារតែអាកាសល្អបានមកដល់ហើយទូស្រីយើងគឺមិនអាចរំលងដោយលើកមុនទៀតនោះទេនាងក៏បានបញ្ញាប់រត់ចេញទៅឲ្យបានលឿនតាមពេលអ្វីដែលអាចធ្វើបាននាងរត់បណ្ដាក៏គិតក្នុងចិត្តបណ្ដាទៀតថាខ្ញុំនឹងទៅលាក់ខ្លួននៅលើប៉មថ្មខាងជើងនៅលើជញ្ជាំងដើម្បីគេចចេញហើយទូស្រីយើងក៏បានបដិញ្ញាចិត្តនឹងខ្លួនឯងថាលើកនេះខ្ញុំត្រូវតែរត់គេចចេញឲ្យបានកាន់មកខាងទួយប្រុសរបស់យើងវិញគឺគាត់កំពុងតែដាក់ទោសទៅកាន់អីវិធាគ្រូសានឹងអីចឹងណាដោយសារតែកូនប្រុសរបស់លោកស្រីហ្នឹងគឺបានទៅឯណានៃបំពេញលើគាត់ចឹងទៅពេលនោះកូនចៅរបស់ទូប្រុសយើងក៏បានសួរទៅកាន់ទូឯប្រុសយើងថាចាថាពួកគេមកជាមួយនឹងទង់ប៉សតើយើងគួរធ្វើយ៉ាងម៉េចទៅអធិរាជយ៉ាហើយទូប្រុសយើងស្ដាប់តែអធិរាជថាតែគេណាអឡូវខ្លាំងមែនតើហើយដល់មកពេលនោះទូឯប្រុសរបស់យើងក៏បានតាមទៅកាន់កូនចៅក៏វិញថាកាត់ក្បាលវាទាំងអស់ហើយដាក់ព្យួរនៅជុំវិញជញ្ជាំងប្រាសាទទៅតែពេលនោះក៏មានបារម្ភម្នាក់និយាយថាចាំបន្តិចជាស្រីផងណាដល់គ្នាថៃបានមានអារម្មណ៍ថាស្រឡាញ់យើងផ្លែដោយសារតែខ្ញុំស្អប់កខ្លាំងមែនទែននៅពេលនេះឈឺកហ្មងតែអីទៅខ្ញុំនឹងសម្រាប់រឿងនេះធ្វើព្យាយាមធ្វើឲ្យវាបានល្អណាស់នេះខ្ញុំក៏ sorry មែនទែនចំពោះសម្លេងរំខានព្រមទាំងការសម្រាយរបស់ខ្ញុំពេលថាខ្ញុំគិតថាវាអត់សូវល្អទេវាអាចមានកន្លែងខ្លះដាច់ចឹងណាអ្នកនរគ្នាចឹងហើយសូមខំថាអ្នកនរគ្នាមើលរឿងខ្ញុំឲ្យគឺអត់ប្រកាន់ជាមួយនឹងការរំខានទាំងអស់ហ្នឹងទេអញ្ចឹងហើយកុំឲ្យខាត់ពេលយូរចាំដល់ស្អីរឿងយើងវិញមកចឹងយ៉ាហើយនិយាយតន់ចប់ផងរ៉ាអ្នកហ្នឹងក៏បានដាច់កោដល់ទៅបាត់ទៅហើយអ្នកនរគ្នាចឹងហើយពេលហ្នឹងនិយាយទៅពីអ្នកម៉ែកូនហ្នឹងភ័យខ្លាំងមែនតើបើអ្នកដែលភ័យជាងគេគឺជាកូនប្រុសរបស់យាយប៉ាក់ហ្នឹងតែហ្មងនិយាយទៅគាត់ភ័យខ្លាំងបណ្ដោយគាត់យំអោបម៉ាក់គាត់បន្ទាប់មកគាត់ក៏បានលក្ខណៈថាលោកជង្គង់ក្រោមខ្សែរបស់ទូប្រុសហើយក៏បានសុំបបទៅចាក់សុំមេតើគុំសម្រាប់ទូបង្គំអីហើយមើលមកម្ដាយគេឃើញហើយដល់ស្លាញ់ខាងហ្មងអត់នោះស្មានថាកូនប្រុសខ្លួនឯងកំសាក់ញីដល់ណាស់ហ្នឹងហើយតមកកូនប្រុសហ្នឹងក៏បាននិយាយតទៀតថានិយាយទៅមិននិយាយធម្មតានិយាយបដាញបដានឹងញមាត់ហើយក៏បាននិយាយទៅវិញថាទូបង្គំនឹងធ្វើឲ្យទ្រព្យសម្បត្តិទាំងអស់ទូទ្រង់សូមត្រឹមទុកជីវិតឲ្យទូបង្គំផងក្រាបទូមានណាទាំងអស់គ្នាទូប្រុសយើងក៏លើចឹងតបទៅវិញបដោយថានេះឯងគិតថាការប្រមាថដល់ភ្នោទឹកដីតាយ៉ារបស់យើងហើយអាចមានសង្ឃឹមរួចចឹងដុត
ប្រាសាទនេះហើយសម្រាប់មនុស្សទាំងអស់នៅកន្លែងនេះគុំទុកមើលទឹកមុខកូនចៅទូផក៏ដឹងអ្នកគ្នាចង់និយាយថាមិនភ័យលោកម្ចាស់ជឿលើខ្ញុំមិនចង់និយាយចឹងណារឿងសម្រាប់នឹងនិយាយទុកចិត្តលើខ្ញុំជំនាញហ្មងគ្មានទេអ្នកគ្នាហើយពីអ្នកម៉ែកូននេះក៏លើចឹងម៉ែធ្វើមុខឡើងស្លេកប៉មហ្មងយីមែនហើយដល់គេនិយាយអត់ចេញហើយពេលហ្នឹងកូនប្រុសហ្នឹងក៏បានយំអោបម៉ែហើយក៏បាននិយាយថានេះព្រោះតែមេធ្មប់ខ្មៅងងឹតមួយនោះនាងបានញុយញយខ្ញុំលួចរបស់ក្នុងភ្នំនោះយីប៉ាក់ជាម៉ែហ្នឹងក៏លើចឹងហើយក៏បានគិតនោះចិត្តថាខ្ញុំត្រូវតែធ្វើអ្វីមួយបើមិនចឹងទេពួកយើងនឹងស្លាប់ទាំងអស់គ្នាចាក់ជាមួយខាងគិតរួចយីប៉ាក់ម៉ែហ្នឹងក៏និយាយថាសុំចាំបន្តិចខ្ញុំម្ចាស់នឹងថ្វាយកូនស្រីរបស់ខ្ញុំម្ចាស់ទៅទ្រង់ដេចប្រៃអនបានជ្រើសរើសកូនស្រីរបស់ខ្ញុំម្ចាស់ជាស្រីស្នំរបស់ទ្រង់ទៀតផងកូនស្រីរបស់ខ្ញុំម្ចាស់ស្រស់ស្អាតខ្លាំងណាស់បន្ទាប់មកទូផាយើងក៏បានតបទៅកាន់យីប៉ាក់ម្នាក់ហ្នឹងវិញថានាងកំពុងតែនិយាយថាកូនស្រីរបស់នាងគឺជាស្នំរបស់ស្ដេចប្រៃអនចឹងឯង